ទីក្រុងមេឃមាសគឺជាចំណុចកំពូលនៃអរិយធម៌មនុស្សជាតិក្រោយសង្គ្រាមព័ត៌មានលើកទី3ទីនេះគ្រប់គ្រងដោយប្រព័ន្ធសព្វនិមិត្តឈ្មោះ ELA ដែលធានានូវសន្តិសុខពេញលេញនិងភាពស្ងប់ស្ងាត់ដាច់ខាតប៉ុន្តែសន្តិភាពនេះតែងតែត្រូវបានគំរាមកំហែងដោយក្រុមភេរវការ Digital ក្រោមឈ្មោះស្រមោល0 Zero Shadow ភ្នាក់ងារកែវមូនីគឺជាបាតុភិបដ៏កម្រម្នាក់ក្រុមអង្គភាព Alpha Neuron នាងមិនត្រឹមតែជាមនុស្សប៉ុណ្ណោះទេថែមទាំងជាអ្នកសម្របសម្រួលសតិអារម្មណ៍ដ៏ពូកែជាមួយនឹងបច្ចេកវិទ្យាបង្កប់ក្នុងរាងកាយរបស់នាងផងមូនីមានកែវភ្នែកម្ខាងធ្វើពីលោហៈដែលអាចស្កេនរលកវិទ្យុសកម្មណាក៏បាននិងប្រព័ន្ធខួរក្បាលជំនួយដែលអនុញ្ញាតឲ្យនាងដំណើរការទិន្នន័យរាប់លានប៊ីតក្នុងមួយវិនាទីយប់នេះមូនីស្ថិតនៅក្នុងបេសកកម្មសំខាន់បំផុតមូនីរបាយការណ៍បញ្ជាក់ថាក្រុមស្រមោល0បានជ្រៀតជ្រែកចូលទៅក្នុងមជ្ឈមណ្ឌលបញ្ជាថាមពលកកើតបារ៉ាម៉ានូ Fusion Core ពួកគេកំពុងត្រៀមបានមេរោគកូដរលកបែកខ្ញែ Dispersal Well ដែលនឹងបង្កឲ្យមានភាពវឹកវរសតិអារម្មណ៍ទូទាំងទីក្រុងបិទប្រព័ន្ធអេឡាទាំងស្រុងនិងរំលាយស្នូលថាមពលក្នុងពេលតែមួយអ្នកមានពេលតែ15នាទីប៉ុណ្ណោះសំឡេងបញ្ជាការដ៏ត្រជាក់បានលាន់ឮចេញពីឧបករណ៍ជាប់នៅត្រចៀកនាងមូនីឈរនៅលើដំបូលអគារខ្ពស់កប់ពពកនាងពាក់ឈុតប្រយុទ្ធធ្វើពីសរសៃកាបូនដែលស្រូបយកកម្ដៅនិងសំឡេងនាងសម្លឹងមើលគោលដៅដែលជារោងចក្រចាស់មួយនៅតំបន់ក្រោមដីនៃទីក្រុងទទួលបានព័ត៌មានហើយខ្ញុំនឹងបំបែកច្រកការពារដោយផ្ទាល់មូនីឆ្លើយនាងដកកំភ្លើងឡាស៊ែរចេញដែលអាចបាញ់បានទាំងពន្លឺថាមពលនិងរលកអេឡិចត្រូនប៉ុន្តែឧបសគ្គពិតប្រាកដមិនមែននៅលើដីទេគឺនៅក្នុងពិភព Digital មូនីបានចុចសញ្ញាមួយនៅលើកញ្ចក់ភ្នែករបស់នាងភ្លាមទិដ្ឋភាពជុំវិញខ្លួនបានផ្លាស់ប្ដូរនាងបានចូលទៅក្នុងបណ្ដាញសតិអារម្មណ៍រួមនៃទីក្រុងអគារคล้ายទៅជា stream ហ្វុនទិន្នន័យរត់ចុះឡើងពន្លឺខៀវឆ្វាច់ឆ្វាញ់តំណាងឲ្យលំហព័ត៌មាននាងឃើញនៅគម្លាតពណ៌ក្រហមមួយដែលជាសញ្ញានៃការជ្រៀតជ្រែករបស់ក្រុមស្រមោល0មូនីបានប្រើបច្ចេកវិទ្យាបង្កប់ក្នុងរាងកាយដើម្បីបង្កើតអាវុធផ្លូវចិត្តដែលមានរាងដូចជាដាបថាមពលពណ៌សនាងរត់តាមខ្សែភ្លើងអនឡាញដោយល្បឿនលឿនពីពន្លឺព័ត៌មាននៅក្នុងពិភពពិតនាងកំពុងតែរត់ឆ្លងកាត់អគារនានាចូលទៅក្នុងរោងចក្រចាស់ទ្វារដៃធំបានបើកដោយស្វ័យប្រវត្តិនៅពេលដែលនាងឆ្លងកាត់ព្រោះអេឡាបានដឹងវត្តមានរបស់នាងនិងបានផ្ដល់សិទ្ធិចូលនៅជាន់ក្រោមបំផុតមូនីប្រឈមនឹងមេខ្លោងរបស់ភេរវការឈ្មោះរដ្ឋាដែលកំពុងអង្គុយនៅមុខម៉ាស៊ីនបម្រើដ៏ធំមួយគេកំពុងពាក់កាសសតិអារម្មណ៍ពេញក្បាលនិងម្រាមដៃរបស់គេកំពុងវាយកូដលឿនហួសពីល្បឿនមនុស្សធម្មតាយឺតពេលហើយភ្នាក់ងារកែវមូនីកូដកំពុងដំណើរការទីក្រុងនេះនឹងត្រូវបានសេរីពីអាណានិគមអេឡាទាំងស្រុងរដ្ឋាស្រែកឡាំទាំងមុខមាត់តក់ស្លិតលីលំនឹងភាពភ័យខ្លាចរដ្ឋាបានបាញ់កូដដែលមានរាងដូចជាសត្វពីងពាង Digital ចូលទៅក្នុងខួរក្បាលរបស់មូនីការប្រយុទ្ធសតិអារម្មណ៍បានចាប់ផ្ដើមនៅក្នុងលំហា Digital មូនីបានជួបនឹងតំណាងខ្លួនរបស់រដ្ឋាដែលជារូបស្រមោលពណ៌ខ្មៅហុំហាត់ដៃអគ្គិសនីពណ៌ស្វាយអ្នកមិនអាចទប់ទល់នឹងការប្រើទៅកំពុងព័ត៌មានទាំងអស់របស់យើងបានទេរដ្ឋាដែលជារូបស្រមោលនោះក្រហើមមូនីមិនបាននិយាយអីឡើយនាងបានបិទភ្នែកមួយខាងធ្វើពីលោហៈនិងបញ្ចូលថាមពលទាំងអស់ទៅក្នុងដាបសតិអារម្មណ៍របស់នាងផ្ដោតនៅលើតំណាងរបស់មេរោគរលកបែកខ្ញែដែលជាចំណុចពណ៌ប្រផេះដ៏ធំមួយកំពុងរំកើឆ្ពោះទៅរកស្នូលអេឡាដាបរបស់មូនីបានកាត់ផ្ដាច់ទិន្នន័យរបស់រដ្ឋាយ៉ាងលឿននាងបានប្រើតែចេះវិទ្យាការកាត់តសរសៃneural splicing ដែលនាងបានវឹកហាត់អស់ជាច្រើនឆ្នាំនាងមិនបានបំផ្លាញសតិអារម្មណ៍របស់រដ្ឋាទេតែនាងបានលុបចោលរៀលកូដបញ្ជារបស់មេរោគពីក្នុងប្រព័ន្ធខួរក្បាលរបស់គាត់តែម្ដង
រដ្ឋាបានស្រែកធ្ងរយ៉ាងខ្លាំងនៅក្នុងពិភពពិតគេដួលដោពីកៅអីឈាមហូរចេញពីច្រមុះរបស់គេម៉ាស៊ីនបម្រើបានប្រែពីពណ៌ក្រហមទៅជាពណ៌បៃតងភ្លឺដែលបញ្ជាក់ថាប្រព័ន្ធអេឡាបានទទួលការគ្រប់គ្រងឡើងវិញហើយមូនីបានដកធួនចេញពីលំហា Digital វិញនាងដកដង្ហើមវែងនិងទម្លាក់កំភ្លើងឡាសែទៅលើដីបេសកកម្មបានជោគជ័យទីក្រុងមេឃមាសត្រូវបានសង្គ្រោះពីមហន្តរាយបរមាណូនិងភាពវឹកវរសតិអារម្មណ៍ប៉ុន្តែនៅពេលដែលនាងក្រឡេកមើលរដ្ឋាដែលត្រូវបានចាប់ខ្លួនដោយទាហានយន្តហោះនិងមនុស្សមិនបើកមូនីដឹងថាជ័យជំនះនេះមិនមែនជាទីបញ្ចប់ឡើយដរាបណាមានបច្ចេកវិទ្យាថ្មីនិងមានភារវកម្មថ្មីរងចាំធ្វើការវាយប្រហារមូនីបានដើរចេញទៅរកឧទ្ធហខេចរបស់នាងពន្លឺខៀវចិត្តឆាយបាយរបស់ទីក្រុងមេឃមាសបានរាក់ឡាយនៅពីមុខនាងជាសញ្ញាមួយដែលបញ្ជាក់ថានាងត្រូវតែបន្តជារបាំងប្រកាន់សតិអារម្មណ៍ដដែលរហូតដល់ថ្ងៃដែលនាងលែងអាចទ្រាំទ្រនឹងទម្ងន់របស់ទិន្នន័យទាំងអស់នេះបានហើយ